Lucy គេចេះរត់មកប្រាប់ខ្ញុំឲ្យតែមានអ្នកស្គាល់មកលេងហាង Lucy តែងតែរត់មករកខ្ញុំហើយនាំមកមាត់ទ្វារអញ្ចឹងហើយពេលនោះដែរគេចង់ប្រាប់ខ្ញុំថាបងស្រីម្នាក់នេះមកលេងយើងទៀតហើយមើលទៅពួកគាត់ដូចនឹកគ្នាខ្លាំងអញ្ចឹងប៉ុន្តែអត់ទេតែទៅជួបគ្នា2ថ្ងៃមុនទេគាត់អាសាមកលេងហាងគាត់អាសាមកលេង Lucy មែនតើនៅក្នុងហាងពួកយើងដែរមិនមែនមានតែ Lucy មួយទេដែលគួរឲ្យស្រឡាញ់ខ្ញុំចាំខ្ញុំទៅណែនាំឲ្យទាំងអស់គ្នាបានស្គាល់អ្នកនេះគឺ Lucy អាអូនញ៉ាំស្រស់ហើយអាអូននេះគឺទូជាងគេតែ3គីឡូឯងពូជ Pomeranian ហើយអាអូនឈ្មោះ Spin ពួកយើងមានអូនញ៉ាញ់មួយទៀតឈ្មោះ Choco ពូជ Poodle ហើយអាអូនមកកំមើនេះឈ្មោះ Simba អូន Simba ហ្នឹងពូជ Chow នៅក្រៅដូចតោបន្តិចដូចខ្លាឃ្មុំបន្តិចបាទអូននេះវិញពូជ Pomeranian ដែរឈ្មោះ Cherry នៅក្រៅរោមគេតុនខ្លាំងមែនតើបាទអូនដេកនៅក្នុងនេះវិញឈ្មោះ Molo អូន Molo នេះដែរធ្លាប់ជាឆ្កែអនាថាគាត់ទៅវិញទេហ៎ឃើញគាត់នៅតាមផ្លូវយូរហើយទៅក៏យកមកចិញ្ចឹមទៅហើយអូនចេះសាពះនេះឈ្មោះ Bing Bing ប៉ាកែបោកស៊ីណាស់អូននេះឈ្មោះពងពងពូជសាមុយចំណែកអូន French Bulldog ពណ៌ខ្មៅនេះវិញថ្ងៃអាឡាយខ្លាំងមែនតើអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយអូនឈ្មោះប៉ាប៉ោឃើញតែមុខអូនអញ្ចឹងឯងតែអូន friendly ជាពិសេស friendly ជាមួយបងដែលកាន់ចំណីមកបាទអូន Golden Retriever នេះវិញឈ្មោះ Oliver មិនដឹងជាស្អីទេពណ៌មកវ៉ាន់ចូលផ្ទះរាល់ថ្ងៃចំណែកអូនកំពុងតែឈរនេះឈ្មោះ Crystal អូនបកកែលេងទឹកមុខហើយត្រាម៉ាសាហាវឈ្មោះនេះដែរខ្ញុំដាក់តាមខបភ្នែករបស់គេនេះពួកអូននេះមានច្រើនណាស់មិញហ្នឹងខ្ញុំរៀបរាប់អត់តាន់អស់ហើយនឹងមានច្រើនទៀតទាំងអស់20ក្បាលហើយអ្នកទាំងអស់គ្នាឈប់ល្អូថានៅភ្នំពេញគ្មានកន្លែងដើរលេងទៀតទៅបើអត់ដឹងថាដើរលេងនៅណាតោះមកលេងហាងកាហ្វេពួកយើងម្ដងមើលទីតាំងរបស់ពួកយើងគឺស្រួលរកមែនតើនៅកម្មកូ City យើងហ្នឹងហើយខ្ញុំនឹងដាក់ link Google Map នៅក្នុង caption ខាងលើនេះនៅខ្មែរតែចេះសាធុកមកទៀតសាធុLucy មកទៀតហើយមកធ្វើក្បាលតងោដាក់ខ្ញុំទៀតហើយអ្នកទាំងអស់គ្នាមើលមុខគេអញ្ចឹងអីឲ្យខ្ញុំលក់មិនកើតមានភ្ញៀវគាត់មកលេងនៅហាងហើយគាត់ស្រឡាញ់ Lucy ខ្លាំងមែនតើហើយទៅគាត់ថាគាត់ចង់ទិញពីខ្ញុំលក់ប្រហែលក៏គាត់ទិញដែរហើយខ្ញុំលក់មិនទៅបើមុខវាអញ្ចឹងអ្នកទាំងអស់គ្នាមើលវាញ៉ាំដាក់ខ្ញុំអញ្ចឹងខ្ញុំលក់មិនកើតទេឥឡូវនេះមកចេះមួយទៀតអ្នកចេះសាពះ Lucy នេះឆាប់ចាប់បានណាឲ្យតែគេដាក់ចិត្តថាចង់រៀនខ្ញុំបរៀនគាត់សាពះបរៀនអត់ដល់5នាទីផងឥឡូវចេះសាពះប៉ុន្តែដូចជាមិនសូវទៅមុខប្រហែលទេដោយសារតែលួចខ្ជិលនិយាយថាអាកូននេះឆ្លាតតែខ្ជិលរៀនដេកលក់បាត់មើលអត់តាន់បាន5នាទីផងដេកលក់បាត់ហើយអ្នកទាំងអស់គ្នាមើលបើជាអ្នកទាំងអស់គ្នាមាន Lucy អ្នកទាំងអស់គ្នាលក់ឲ្យគេអត់ខ្ញុំមិនថា Lucy ទេកូនឆ្កែរបស់ខ្ញុំទាំងអស់20ក្បាលហ្នឹងខ្ញុំអត់លក់ឲ្យគេទេវាដូចកូនខ្ញុំអញ្ចឹងវាគេងជាមួយខ្ញុំមើលថែវាដូចកូនអញ្ចឹងមនោសញ្ចេតនាហើយនឹងក្តីស្រឡាញ់ពួកយើងមានច្រើនមែនតែនទៅលើពួកគាត់ពួកយើងមើលថែគាត់ដោយក្តីស្រឡាញ់អត់ដោយសារអីទាំងអស់គឺចេញមកពីក្តីស្រឡាញ់ខ្ញុំគ្រាន់តែចង់ឃើញវាសុខចិត្តហើយនឹងមានសុខភាពល្អតែប៉ុណ្្នឹងឯងនេះ Lucy មកទៀតហើយមកធ្វើក្បាលតងោចង់ឲ្យខ្ញុំនាំដើរលេងទៀតហើយអត់ចោលទេអា style ក្បាលតងោអត់មានតិចហើយធ្វើមុខស្ញែងញឹមហ្នឹងដឹងតែចង់ឲ្យយើងនាំដើរលេងទៀតហើយ Lucy វាដឹងថាខ្ញុំហ្នឹងចិត្តទុនដោយសារមុខកញឹមវាមានអីស្ញែងដាក់រាល់ថ្ងៃឲ្យខ្ញុំដាក់រាល់ថ្ងៃចឹងមិនថាកូនក្មេងខូចកុំឲ្យវាដឹងចិត្តតែដឹងចិត្តចឹងណាទាំងអស់គ្នាចាំមើលខ្ញុំបោះឈើនេះទៅឲ្យ Lucy ចាប់ឈើហ្នឹងគ្រាន់ធ្លាក់ដល់ដីភ្លាម Lucy ទៅដល់ឈើនឹងភ្លាមមែនតើម្នាក់ Lucy ម្នាក់អត់ទេចាំតិច sit down បាទឈើហ្នឹងគ្រាន់ធ្លាក់ដល់ដីភ្លាម Lucy ចាប់បានភ្លាមបានទេមក Lucy មក sit down អូខេ1 2 3
អូននេះចេះយកចិត្តសប្តាហ៍យកចិត្តទេស្មៅផងចេះយកចិត្តដែរគ្រីស្តាល់ណែស្មៅប៉ុន្តែពិបាកនិយាយដែរពីព្រោះគាត់ធ្លាប់មានប្រវត្តិឆ្កែដេញឬក៏ឆ្កែខាំកាន់តែតូចហើយខ្ញុំឃើញស្ដែងនៅក្នុងហាងពួកខ្ញុំមានភ្ញៀវខ្លះគាត់ខ្លាចឆ្កែមែនតែគាត់ចូលទាំងខ្លាចអ្នកទាំងអស់គ្នាប៉ុន្តែពេលដែលគាត់ចូលមកប្រហែលជា10-20នាទីគាត់បានបាត់អារម្មណ៍មួយនឹងដោយសារតែនៅក្នុងហាងរបស់ពួកយើងកូនឆ្កែសុទ្ធតែបានបរៀនហើយពួកគេអត់ខាំទេហើយកូននៅនេះសុទ្ធតែមានវ៉ាក់សាំងគ្រប់គ្រាន់អញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់បារម្ភឆ្លងជំងឺអីពីកូនខ្ញុំទេកូននេះអត់មានជំងឺទេហើយអ្នកទាំងអស់គ្នាបានឃើញកូននៅក្នុងវីដេអូពួកខ្ញុំច្រើនហើយមែនទេហ្នឹងហើយនៅខាងក្រៅគឺដូចគ្នាបេះបិទបងខ្លះគាត់មកដល់ហាងគាត់ឲ្យពួកគេហើយគាត់ថាឲ្យដូចតុក្កតាបេះបិទចឹងដូចពណ៌តុក្កតាចឹងទន់ហើយក៏អូបទៀតពួកអូននៅនេះគឺឆ្លាតពួកខ្ញុំបរៀនហើយអញ្ចឹងអត់ខាំទេហើយមួយទៀតគឺពួកគេមានជំនាញរៀងខ្លួនអ្នកទាំងអស់គ្នានេះដូចអូនប៊ីងនេះគេចេះសាធុអ្នកទាំងអស់គ្នាហើយគេអង្គុយសាធុឡើងតំណងហ្មងហើយអ្នកទាំងអស់គ្នាបើឃើញចឹងនៅខាងក្រៅនៅខ្លាចទៀតទេខ្ញុំគិតថាប្រហែលជាស្រឡាញ់ច្រើនជាងណោះហើយមិនមានតែប៉ុណ្្នឹងណាមានឆូកូមួយទៀតអូននេះកាន់តែដូចតុក្កតាទៅទៀតដូចខ្លាំងហ្មងបើប៉ោនេះគេចេះពណ៌បោះឬក៏ពណ៌អីវ៉ាន់អីឲ្យយើងហើយមានអូន Shiba Inu មួយទៀតចេះស្ញែងដាក់យើងវីដេអូនេះខ្ញុំបាន edit ឬក៏ធ្វើយ៉ាងម៉េចឲ្យវាស្ញែងគឺវាស្ញែងដោយខ្លួនឯងអ្នកទាំងអស់គ្នាហើយ Golden Retriever នេះវិញចេះពំ delivery ឲ្យយើងចេះទទួលឲ្យបានពីពូដឹកជញ្ជូនណាអញ្ចឹងបានថាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយកឈ្នះជាមួយអារម្មណ៍មួយហ្នឹងពីព្រោះមានបងប្អូនជាច្រើនគាត់ខ្លាចឆ្កែគាត់មកលេងហាងហើយគាត់លេងខ្លាចខ្ញុំនិយាយមែនណាមិនមែនប្រម៉ូទទេគឺមែនតើOliver នេះចិត្តអាក្រក់ណាស់ឃើញតែមុខស្អាតចឹងទេបើបានរបស់ឆ្ងាញ់ចេះទៀតគេពំយកទៅញ៉ាំម្នាក់ឯងហើយបណ្ណាគេក៏មិនឲ្យញ៉ាំដែរពំទៅទឹកកញ្ចប់ហ្មងហើយចំណីដែល Oliver ពំទៅហ្នឹងហើយគឺជាចំណីមួយដែលពួកវាចូលចិត្តខ្លាំងមែនតើខ្ញុំមិនដឹងថាគួរហៅចំណីហ្នឹងអីគេទេត្រឡប់ខ្ញុំហៅគឺស្ករគ្រាប់របស់ពួកវាឬក៏នំសម្រាប់ពួកវាពីព្រោះអាហ្នឹងជាប្រភេទចំណីមួយដែលញ៉ាំទៅល្អតែញ៉ាំច្រើនអត់ល្អហ្នឹងមិនទៅគឺធាត់ពេកញ៉ាំច្រើនគឺធាត់អាចនឹងធាត់ហើយនឹងក្តៅខ្លួនប៉ុន្តែវាមានអត្ថប្រយោជន៍ខ្លាំងមែនតើដោយសារតែវាធ្វើចេញមកពីទឹកដោះកាហ្វេហើយពួកវាចូលចិត្តអាហ្នឹងមែនតើដោយកូនក្មេងតដើមស្ករគ្រាប់គ្នាញ៉ាំអញ្ចឹងជាពិសេសអូន Crystal ហ្នឹងហ្មងអាងតែវានឹងឈរឡើងខ្ពស់ជាងគេដល់ពេលអញ្ចឹងវាស្រួលតដើមវាកេះខ្នងខ្ញុំវាតោខ្ញុំអូននេះវិញបកែយកចិត្តចេះសាពះអូនិយាយទៅច្រើនណាមកជុំវិញខ្លួនខ្ញុំហ្នឹងសុទ្ធតែអ្នកដដើមតែអ្នកទាំងអស់គ្នាបើសិនជាមានអាហ្នឹងនៅផ្ទះកុំចិត្តទុនឲ្យគេច្រើនពេកអាចនឹងក្តៅខ្លួនឬក៏ធាត់ពេកហើយមានបងមួយចំនួនធំគាត់តែងតែសួរថាចិញ្ចឹមធ្វើម៉េចឲ្យធាត់ម៉េះចិញ្ចឹមធ្វើម៉េចស្អាតម៉េះខ្ជូតម៉េះតាមពិតទៅខ្ញុំឲ្យវាញ៉ាំចំណីហើយឲ្យវាញ៉ាំប្រភេទជំនួយដល់សុខភាពបែបហ្នឹងតែដូចខ្ញុំនិយាយខាងលើអញ្ចឹងប្រភេទស្ករគ្រាប់នេះញ៉ាំទៅល្អប៉ុន្តែកុំញ៉ាំច្រើនពេកសម្រាប់ប្រភេទដែលខ្ញុំកាន់នេះគឺជាប្រភេទដែលឲ្យគេអង្គាមបានរៀងយូរហើយទៅកាត់បន្ថយការលមាស់ធ្មេញបើប្រភេទនេះវិញគឺជាប្រភេទយើងហុចឲ្យមកគ្រាប់តិច
ល្អបំផុតសម្រាប់យើងចង់បរិយាពួកគេខ្ញុំច្រើនតែយកវាធ្វើជាចំណីដែលខ្ញុំបរិយាគីសម្រាប់ប្រភេទនេះវិញញ៉ាំទៅអាចជួយសម្អាតធ្មេញគេបានខ្ញុំគិតថាប្រភេទនេះល្អជាងគេដោយសារតែញ៉ាំល្អហើយសម្អាតធ្មេញទៀតសម្រាប់ប្រភេទនេះវិញកូនឆ្កែចាប់ពី4គីឡូឡើងទៅសុទ្ធតែអាចញ៉ាំបានចំណែកប្រភេទនេះវិញសម្រាប់កូនឆ្កែដែល4គីឡូឬក៏5គីឡូចុះអាចញ៉ាំបានហើយចំណីនេះដែរមានលក់នៅដល់ Go Cafe របស់ពួកយើងសច្ចោខនិជីវៈហជីមីម៉ាស្តេវតសិវៈឡាយលពីដេកតោសិវៈបាត់ដំបងកេងខារៈគិម៉ាស្តាសច្ចោលីកតោសៃម៉ាមិនតនដែលចិនខ្វាយខ្វល់ស្នេហាម្នាក់ឯងក៏បានសុំចិត្តតែរកចាំទៅដែលសាសំនឹងស្ដាំថារំបងព្រោះខ្លាចផងចែកលូស្នេហ៍ភ្លេងត្រង់ត្រង់បែដងលែងមើលថែសត្វឆ្កែគឺជាសត្វមួយដែលមនុស្សនៅជុំវិញពិភពលោកទទួលស្គាល់ហើយនឹងស្រឡាញ់ពួកគេខ្លាំងមែនទែនអ្នកខ្លះទៀតស្រឡាញ់កូនឆ្កែរបស់គេទុកដូចជាសមាជិកគ្រួសារគេអញ្ចឹងហើយខ្ញុំធ្លាប់ជួបភ្ញៀវជាច្រើនជាពិសេសជនជាតិបរទេសគាត់ថាគាត់មកលេងស្រុកខ្មែរគាត់ស្រឡាញ់ស្រុកខ្មែរមែនទែនគាត់ថាស្រុកខ្មែរធ្វើឲ្យគាត់ relax មែនទែនគាត់ចូលចិត្តគាត់ចង់មកម្ដងទៀតគាត់ថាកន្លែងដើរលេងរបស់យើងស្អាតហើយសិតតែមានប្រវត្តិសាស្ត្រល្អទៀតប៉ុន្តែអីដែលគាត់ជួបហើយគាត់អត់ចង់ឃើញម្ដងទៀតនោះគាត់ថាគាត់បានឃើញគេលក់សាច់ឆ្កែនៅតាមផ្លូវអ្វីដែលគាត់ឃើញហ្នឹងគឺវាខុសខើមែនទែនដោយគេដាក់តាំងក្បាលឆ្កែនៅលើចក្រានហ្មងជនបរទេសគេស្អប់ខ្ពើមែនតើអ្នកដែលញ៉ាំសាច់ឆ្កែពីព្រោះឆ្កែគេទុកដូចមនុស្សអញ្ចឹងគេស្រឡាញ់ដូចមនុស្សអញ្ចឹងហើយប្រជាជនយើងគិតថាសាច់ហ្នឹងជាសាច់ពិសេសវិញសុំទោសផងខ្ញុំនិយាយរៀងលើសបន្តិចមិនមែនទាំងអស់គ្នាទេខ្ញុំជឿថាមានមនុស្សមួយចំនួនធំកំពុងតែគិតដូចខ្ញុំដែរថាអត់គួរញ៉ាំសាច់ឆ្កែអញ្ចឹងឯងហើយអ្នកខ្លែមមួយចំនួនធំបែរជាគិតថាសាច់ហ្នឹងគឺជាសាច់ពិសេសខ្ញុំអត់ដឹងថាពិសេសត្រង់ណាសោះហ្មងវាមិនមែនធម្មតាអត់ពិសេសទេវាថែមទាំងបំផ្លាញដល់សេដ្ឋកិច្ចប្រទេសយើងទៀតចំណូលជាតិបានមកពីវិស័យទេសចរហ្នឹងគឺធំណាស់ពិសេសរដ្ឋាភិបាលរបស់យើងខំប្រឹងស្វែងរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីជំរុញឲ្យវិស័យទេសចរយើងដំណើរការបានល្អរលូនហើយពួកយើងជាប្រជាជនខ្មែរត្រូវចូលរួមបន្ថែមពិសេសបញ្ហាដែលខ្ញុំនិយាយខាងលើហ្នឹងមកឲ្យគេឃើញរូបភាពអាក្រក់អញ្ចឹងទៀតអីធម្មតាជនជាតិគេមកលេងស្រុកខ្មែរយើងបើសិនជាឃើញប្រាសាទស្អាតគេនឹងនិយាយតគ្នាទៅប្រាប់មិត្តភ័ក្តិឬក៏បងប្អូនគេថាអូស្រុកខ្មែរយើងស្អាតថាគួរតែមកលេងឲ្យបានម្ដងតែសាកសម័យមើលបើសិនជាគាត់ឃើញរូបភាពដែលយើងលក់សាច់ឆ្កែហើយទៅគាត់ទៅប្រាប់មិត្តភ័ក្តិបងប្អូនគាត់ហើយបើមិត្តភ័ក្តិបងប្អូនគាត់ហ្នឹងជាអ្នកស្រឡាញ់ឆ្កែគេអត់មកលេងប្រទេសខ្មែរហ្មងគ្រាន់តែរឿងប៉ុណ្ណឹងគឺគេអត់មកហ្មងតោះយើងចាប់ផ្ដើមពីពេលហ្នឹងទាំងអស់គ្នាឈប់ញ៉ាំសាច់ឆ្កែឈប់ឲ្យបរទេសឃើញរូបភាពបែបហ្នឹងទៀតអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរជាមួយមតិរបស់ខ្ញុំមួយហ្នឹង